សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គបណ្ដុះបណ្ដាលអំពីការយល់ដឹងអំពីសន្តិសុខតាមអ៊ីនធឺណិតថ្ងៃនេះយើងនឹងរៀនអំពីរបៀបការពារខ្លួនឯងនិងអង្គភាពរបស់យើងមិនឲ្យរងគ្រោះពីការគំរាមកំហែងតាមអ៊ីនធឺណិតវគ្គនេះសំខាន់ណាស់ពីព្រោះគ្រោះថ្នាក់ជាច្រើនអាចជៀសវាងបានដោយគ្រាន់តែយើងមានចំណេះដឹងមូលដ្ឋានតើសន្តិសុខតាមអ៊ីនធឺណិតជាអ្វីសន្តិសុខតាមអ៊ីនធឺណិតគឺជាការការពារប្រព័ន្ធកុំព្យូទ័របំដាញកម្មវិធីនិងទិន្នន័យពីការគំរាមកំហែងគោលបំណងគឺដើម្បីធានាភាពសម្ងាត់ភាពត្រឹមត្រូវភាពអាចរកបានគ្រោះថ្នាក់អាចបណ្ដាលមកពីមេរោគការលួចចូលការបោកបញ្ឆោតកំហុសរបស់មនុស្សការគំរាមកំហែងទូទៅឲ្យយើងស្គាល់ប្រភេទគ្រោះថ្នាក់ទូទៅដូចជាមេរោគកម្មវិធីដែលបំផ្លាញឬលួចយកទិន្នន័យការបោកបញ្ឆោតការបង្ខំឲ្យអ្នកផ្ដល់ព័ត៌មានការលួចចូលប្រើប្រាស់ប្រព័ន្ធដោយគ្មានការអនុញ្ញាត ransomware មេរោគចាក់សោទិន្នន័យហើយទាមទារប្រាក់លេខសម្ងាត់និងគណនីប្រើលេខសម្ងាត់ខ្លាំងនិងប្លែកៗសម្រាប់គណនីនីមួយៗកុំចែករំលែកលេខសម្ងាត់ជាមួយអ្នកដទៃផ្លាស់ប្ដូរលេខសម្ងាត់ជាប្រចាំប្រើការផ្ទៀងផ្ទាត់ពហុកត្តាប្រសិនបើអាចបន្ទប់គណនីរបស់អ្នកបានចាក់ឡោកដូចជាបន្ទប់ផ្ទាល់ខ្លួនការយល់ដឹងអំពីការបោកបញ្ឆោតប្រយ័ត្នអ៊ីមែលឬសារស្នើសុំព័ត៌មានផ្ទាល់ខ្លួនពិនិត្យអាសយដ្ឋានអ៊ីមែលអ្នកផ្ញើកុំជិតលើតំណងឬទាញយកឯកសារពីប្រភពមិនស្គាល់រីកាអ៊ីមែលដែលគួរឲ្យសង្ស័យទៅក្រុម IT ឬជំនាញសន្តិសុខតែមួយចុចខុសអាចនាំឲ្យទាំងអង្គភាពរងគ្រោះការរុករកគេហទំព័រដែលសុវត្ថិភាពចូលតែគេហទំព័រដែលទុកចិត្តរកអាច HTTPS និងរូបសញ្ញាសោកុំបញ្ចូលព័ត៌មានផ្ទាល់ខ្លួនលើគេហទំព័រមិនសុវត្ថិភាពធ្វើបច្ចុប្បន្នភាពកម្មវិធីរករកជាប្រចាំវាប្រសើរជាងកែប្រែបន្ទាប់វិស្វកម្មសង្គមគឺជាការបោកបញ្ឆោតមនុស្សដោយឧបាយលើកបិចដើម្បីចូលប្រើប្រាស់ឬទទួលបានព័ត៌មានប្រយ័ត្នចំពោះសារឬសំណុំពរមុនបានរំពឹងកុំជឿនឹងអ្វីដែលលេចឡើងថាល្អពេកផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកស្នើសុំបញ្ជាក់មុននឹងផ្ដាល់ការការពារឧបករណ៍ចាក់ឡោកអេក្រង់ពេលមិនប្រើដំឡើងកម្មវិធីកម្ចាត់មេរោគនិងធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីផ្សេងកុំដំឡើងកម្មវិធីពីប្រភពមិនស្គាល់ឧបករណ៍មិនបានការពារគឺជាជ្រុងចូលសម្រាប់អ្នកបិទជិតសុវត្ថិភាពទិន្នន័យកុំរកស្តង់ទិន្នន័យរ៉ាសាយលើឧបករណ៍មិនសុវត្ថិភាព encrypt ទិន្នន័យរបស់អ្នកលុបទិន្នន័យដោយវិធីសុវត្ថិភាពតាមដាននីតិប្រតិបត្តិនៃអង្គភាពទិន្នន័យគួរតែថែរក្សាដោយជាសោជលបន្ទប់ការរាយការណ៍អំពីឧបបត្តិហេតុសន្តិសុខបើមានអ្វីគួរឲ្យសង្ស័យសូមរាយការណ៍ភ្លាមការរាយការណ៍ឆាប់អាចជួយទប់ទល់ការលាតសន្ធឹងផ្ញើព័ត៌មានទៅក្រុម IT ឬជំនាញសន្តិសុខកុំស្តាក់ស្ទើរការរាយការណ៍អាចជួយទាំងក្រុម